រុស្ស៊ីដាក់គុកទាហានស៊ីឈ្នួលអង់គ្លេសដែលតស៊ូដើម្បីអ៊ុយក្រែនរយៈពេល19ឆ្នាំសារព័ត៌មានឯករាជ្យ Media Zona បានរាយការណ៍កាលពីថ្ងៃទី5ខែមីនាថាតុលាការរបស់ប្រទេសរុស្ស៊ីបានកាត់ទោសលោក James Scott Reed Anderson ទាហានស្ម័គ្រចិត្តជនជាតិអង់គ្លេសដែលកំពុងប្រយុទ្ធដើម្បីប្រទេសអ៊ុយក្រែននៅតំបន់គូកនៃប្រទេសរុស្ស៊ីឲ្យជាប់ពន្ធនាគាររយៈពេល19ឆ្នាំតាមសេចក្តីរាយការណ៍បានឲ្យដឹងថាវីដេអូរបស់លោក Anderson អាយុ22ឆ្នាំនៅក្នុងការជាប់ឃុំឃាំងនៅក្នុងពន្ធនាគាររុស្ស៊ីបានបែកធ្លាយនៅក្នុងខែវិច្ឆិកាឆ្នាំ2024ក្រោយមកអាជ្ញាធររុស្ស៊ីបានបញ្ជាក់ថាជនជាតិអង់គ្លេសរូបនេះកំពុងស្ថិតនៅក្នុងការឃុំឃាំងតុលាការបានកាត់ទោសលោក Anderson ពីបទអំពើភេរវកម្មនិងស៊ីឈ្នួលរុស្ស៊ីតែងតែបង្ហាញអ្នកស្ម័គ្រចិត្តបរទេសដែលប្រយុទ្ធដើម្បីអ៊ុយក្រែនថាជាទាហានស៊ីឈ្នួលហើយអះអាងថាពួកគេមិនមានសិទ្ធិទទួលបានការការពារក្នុងនាមជាអ្នកទោសសង្គ្រាមអ្នកស្ម័គ្រចិត្តជនជាតិអង់គ្លេសត្រូវបានចំណាយពេល5ឆ្នាំដំបូងនៅក្នុងពន្ធនាគារនិងរយៈពេលដែលនៅសេសសល់ក្នុងអាណានិគមព្រហ្មទណ្ឌដែលមានសុវត្ថិភាពខ្ពស់តុលាការបានសម្រេចក្តីរបស់លោក Anderson នៅក្នុងសម័យប្រជុំបិទជិតមួយទាហានម្នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែលបម្រើការក្នុងអង្គភាពតែមួយជាមួយនឹងជនជាតិអង់គ្លេសត្រូវបានចោទប្រកាន់ថាបាននាំយកមកធ្វើជាសាក្សីលោក Anderson បានសារភាពថាមានកំហុសនេះបើយោងតាមតុលាការតែទោះបីជាយ៉ាងណាវាមិនទាន់ច្បាស់ទេថាតើការសារភាពត្រូវបានបង្ខំឬអត់ខណៈដែលមន្ត្រីអ៊ុយក្រែននិងក្រុមសិទ្ធិមនុស្សបានចង្អុលបង្ហាញករណីរាលដាលនៃការរំលោភបំពាននិងការធ្វើទារុណកម្មលើអ្នកទោសសង្គ្រាមអ៊ុយក្រែននិងជនស៊ីវិលជាប់ឃុំដោយរុស្ស៊ីប្រទេសរុស្ស៊ីបានចោទប្រកាន់លោក Anderson ពីបទឆ្លងដែនខុសច្បាប់ចូលទៅក្នុងតំបន់គូកនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ2024ហើយបានប្រព្រឹត្តសកម្មភាពឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលជនជាតិអង់គ្លេស2នាក់ទៀតគឺលោក Eden Aslin និងលោក Sean Panner ត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៊ីនៅ Mariupol ក្នុងឆ្នាំ2022ហើយត្រូវបានកាត់ទោសប្រហារជីវិតមុនពេលត្រូវបានដោះលែងនៅក្នុងការដោះដូរអ្នកទោស